បងប្អូនចំណាយពេលត្រឹមតែ2នាទីមើលវីដេអូនេះឲ្យចប់បងប្អូននឹងដឹងពីវិធីនៅក្នុងការជួសជុលកង្ហាងាយៗដោយខ្លួនឯងតែបញ្ជាក់ណាបងប្អូនសម្រាប់តែកង្ហាមានកំហូចតូចតាចតែប៉ុណ្ណោះដោយកង្ហាដែលខ្ញុំបង្ហាញជូនបងប្អូននេះស្រាប់កង្ហារបស់ខ្ញុំនេះខ្ញុំប្រើជាច្រើនខែច្រើនថ្ងៃមកហើយបងប្អូនអើយបាទវាវិលសុកហើយវាក៏ឈប់វិលខ្ញុំគិតថាកង្ហានេះប្រហែលជាវានឿយហត់ខ្លាំងហើយមើលទៅនិយាយលេងទេបងប្អូនគ្មានគ្រឿងម៉ាស៊ីនណាដែលចេះនឿយហត់នោះទេយើងប្រើវាលុះត្រាតែវាខូចឬក៏វាខាស់ប្រេងខាស់អីទៅបានវាឈប់វិលដោយកង្ហានេះគឺវាខាស់ប្រេងហើយបងប្អូនបាទខ្ញុំក៏ចាប់ផ្ដើមដោះវាចេញដំបូងឡើយយើងដោះវាទៅតាមដំណាក់កាលដែលយើងបានមើលឃើញកុំចេះតែដោះព្រាវណាបងប្អូនយើងត្រូវចំណាំខ្ចៅដាក់វាមួយកន្លែងឲ្យត្រឹមត្រូវប្រយ័ត្ននៅពេលយើងដាក់លឹកទៅវិញរកកន្លែងដាក់ខ្ចៅអត់ឃើញសល់ខ្ចៅអីចប់បដ ாய் បាទឥឡូវខ្ញុំចាប់ពវិលវាអត់វិលទេបងប្អូនវាតឹងផ្អឹសតែម្ដងដូច្នេះហើយខ្ញុំក៏ដោះគូតក្រោយវាដើម្បីរកកន្លែងចាក់ប្រេងនេះអាខាងក្រោយនេះបងប្អូនអាចចាក់ប្រេងបានហើយប្រេងដែលខ្ញុំប្រើនេះគឺជាប្រភេទប្រេងរំអិលបងប្អូនដែលខ្ញុំតែងទៅយកវាទៅប្រើនៅដាក់នៅម៉ូទ័រផ្សេងណាប៉ុន្តែបើសិនជាបងប្អូនអត់មានប្រេងនឹងទេបងប្អូនមានប្រេងដូងអាចដាក់ប្រេងដូងបាននៅផ្ទះបាយបើមានប្រេងអូលីវឬក៏ប្រេងឆាបងប្អូនអាចដាក់ប្រេងនឹងបានវាល្អដូចតែគ្នាទេអត់អីទេបងប្អូនប៉ុន្តែបើសិនជាបងប្អូនដាក់ប្រេងបាតគឺអត់ល្អទៅវិញអាប្រេងខ្មៅព្រោះមូលហេតុអីកាលណាបងប្អូនដាក់ទៅវាធ្វើឲ្យបងប្អូនប្រឡាក់ប្រឡោះណាព្រោះកង្ហានេះគឺយើងជារបស់ដែលយើងតែងតែប្រើញឹកញាប់យើងកាន់នឹងដៃវានៅកន្លែងស្អាតបើបងប្អូនដាក់ប្រេងខ្មៅវាធ្វើឲ្យប្រឡាក់មើលទៅវាមិនល្អទេសម្រាប់ការប្រើប្រាស់ដូច្នេះបងប្អូនត្រូវប្រើប្រេងណាដែលមិនបង្កការប្រឡាក់ដល់បងប្អូនឥឡូវនេះខ្ញុំដាក់រួចហើយខ្ញុំយកដូចទៅដោតចុចកុងតាក់មើលគឺវាដំណើរការល្អមកវិញហើយដូច្នេះហើយបទពិសោធន៍នៃការជួសជុលកង្ហារបស់ខ្ញុំសូមចែកជូនបងប្អូនតែប៉ុណ្ណេះហើយបងប្អូនមានបញ្ហាដូចខ្ញុំបងប្អូនអាចយកទៅសាកល្បងបានប៉ុន្តែបើធ្ងន់ធ្ងរជាងនេះបងប្អូនគួរតែទៅជួបជាងទៅព្រោះជាងគាត់មានជំនាញខាងផ្នែកនឹងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាបាយបាយ